ចាហ្នឹងហើយអរគុណជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចាស្វាគមន៍មកកាន់សនិបរិយាបច្ចេកវិទ្យាជាថ្មីម្ដងទៀតនេះអធិស្ឋានដោយសារមហាពេលហ្នឹងខ្ញុំបានចេញវីដេអូទេដោយសារខ្ញុំមានការងារផ្ទាល់ខ្លួនទៅធ្វើអញ្ចឹងនេះខ្ញុំមិនដែលបានចេញវីដេអូទេអញ្ចឹងរកកម្មវិធីកាត់តរកកម្មវិធីអីអ្នកទាំងគ្នាអាចតាក់ទងទៅកាន់ admin ដែលផ្ទាល់នេះនឹង admin ឈីងដែលខ្ញុំដាក់ link Telegram មកគាត់នៅអ្នកគ្នាចូលទៅតាក់ទងទៅគាត់បានហ្នឹងហើយអញ្ចឹងហ្នឹងគឺខ្ញុំមិនណែនាំឲ្យស្គាល់ជាមួយនឹងកម្មវិធី clone app មួយនេះហ្នឹងហើយអញ្ចឹងកម្មវិធី clone app មួយហ្នឹងគឺពិសេសមែនតើអ្នកទាំងគ្នាអញ្ចឹងអ្នកគ្នាចង់ clone ទៅលើកម្មវិធី Facebook Messenger Instagram ឬក៏ page កម្មវិធីទាំងអស់អ្នកគ្នាអាច clone នឹងមកបានច្រើនអញ្ចឹងណាបានច្រើនមែនតើហើយអ្វីដែលពិសេសមួយទៀតណា clone app មួយហ្នឹងពេលដែលយើង clone ទៅវាធ្វើឲ្យចង្អៀតទៅលើ memory ទូរស័ព្ទរបស់យើងឬក៏space នេះណានេះមិនថាវា clone នៅលើ app ដោយផ្ទាល់ណាវាមិនពេលអ្នកគ្នា clone ទៅវាមិនស្មើតែកម្មវិធី1ទៅ2ទៅ3ធ្វើឲ្យចង្អៀតទៅលើ memory ទូរស័ព្ទរបស់យើងទេអានេះមានន័យថាអ្នកគ្នា clone ចង់ clone ប្រហែលពាន់ account ក៏បានដែរក៏វាអត់ធ្វើឲ្យចង្អៀតដែរដោយសារវា system វា clone នៅលើ app តណាខ្ញុំឧទាហរណ៍ខ្ញុំចុចទៅមើលហ្នឹងហើយអញ្ចឹងមិនធំតែប៉ុណ្្នឹងទេពិសេសមែនតើអ្នកគ្នាទទួលបាន VIP ផ្ដាច់សិតតែម្ដងណាគឺសុពលភាព2040គឺវែងមែនតើហ្នឹងហើយអូខេហ្នឹងហើយអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំ clone នៅលើ Facebook អញ្ចឹងណាអូថាអ្នកគ្នាជាអ្នករកលុយតាម Facebook ក្តីរកលុយតាមស្អីផ្សេងអញ្ចឹងណាឬក៏អ្នកលក់អនឡាញឬក៏ធ្វើអីផ្សេងអញ្ចឹងទាំងគ្នាត្រូវការ account Facebook ដើម្បីអីដើម្បីជួយ support ទៅលើ page របស់យើង account របស់យើងដើម្បីពេលដែលយើង share ទៅមានអ្នកមើលច្រើនមានថាពេលដែល page របស់យើងចាប់ផ្ដើមរីកមានអ្នកមើលច្រើនហើយគឺ Facebook វាចាប់ផ្ដើមរុញរែងវីដេអូរបស់យើងនឹងឡើងទៅលើដើម្បីឲ្យមានអ្នកមើលច្រើនអីចឹងទៅណាអូខេហ្នឹងហើយអូខេអញ្ចឹងចំពោះកម្មវិធី clone មិនដឹងអ្នកនរចង់បានអ្នកគ្នាអាចតាក់ទងទៅកាន់ admin ឈីងណាដែលខ្ញុំបានដាក់ Telegram របស់គាត់នៅខាងក្រោមហ្នឹងគាត់នឹងបញ្ចូលនឹង5អ្នកទាំងអស់គ្នាថាកម្មវិធី clone ហ្នឹងធ្វើប្រើរបៀបណាតែពិតអត់ប្រហែលអីណាខ្ញុំឧទាហរណ៍ហ្នឹងហើយយើងចុចលេខសញ្ញាបូកនេះហ្នឹងហើយអញ្ចឹងកន្លែងនេះចុចដាក់អក្សរខ្មែរពីយើងនេះហ្នឹងហើយអូខេហ្នឹងហើយហ្នឹងហើយចឹងអ្នកគ្នាគឺយើង clone បានទៀតអីអញ្ចឹងណាអញ្ចឹងអ្នកគ្នាចង់ clone ប្រហែលពាន់ account ក៏បានដែរមានថាពេលអ្នកគ្នាផុសវីដេអូនៅក្នុង YouTube ក្តីហ្នឹងហើយនៅក្នុងស្អីផ្សេងក៏ដោយពិសេសគឺ Facebook ក្តីឬក៏យើងចង់ប្រើទៅលើ app ផ្សេងអញ្ចឹងណាយើងអាចប្រើទៅលើគណនីបានច្រើនជាធម្មតាបើទូរស័ព្ទយើងមួយយើងអាចទៅ down កម្មវិធី Facebook បាន2ឬក៏បាន3បានអត់បានទេណាដោយសារ app មួយគឺមួយប៉ុន្តែនេះយើងប្រើទៅលើapp មួយយើងអាច clone បានច្រើនអូខេអញ្ចឹងបើអ្នកគ្នាត្រូវការចង់បាននិយាយទៅវាមានអត្ថប្រយោជន៍ច្រើនមែនទែនអ្នកគ្នានេះជាធម្មតាការរកលុយតាមអនឡាញឬក៏Facebook ក្តីឬក៏ស្អីគឺយើងត្រូវការ account ហ្នឹងដើម្បីជួយ share រុញវីដេអូរបស់យើងដើម្បីឲ្យមានអ្នកទស្សនាមើលច្រើនដើម្បីឆាប់ផ្ទុះអញ្ចឹងណាអូខេហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងនាំអ្នកទាំងគ្នាណាឲ្យស្គាល់ចាំអ្នកគ្នាចង់បានអីតាក់ទងទៅកាន់ admin នៅខាងក្រោមនេះខ្ញុំបានដាក់ Telegram នៅខាងលើនៅខាងក្រោមហ្នឹងឯនេះចុចទៅគឺចុចទៅ Telegram របស់គាត់អីអញ្ចឹងអាចតាក់ទងទៅគាត់បានអីមិនអញ្ចឹងណាអូខេហ្នឹងហើយអរគុណច្រើនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកគ្នាអរគុណជួបគ្នានៅវីដេអូថ្មីទៀតចា៎បាយបាយ